កលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគឺជាស្ថាប័នធំតែមួយគត់នៅប្រទេសកម្ពុជាដែលបានបណ្ដុះបណ្ដាលលើវិស័យសិល្បៈប្រពៃណីខ្មែរជាច្រើនប្រភេទក្នុងនោះទម្រង់ល្ខោនយីកេត្រូវបានលើកយកមកបង្ហាត់បង្រៀនដល់សិស្សនិស្សិតដែលជាកូនចៅជំនាន់ក្រោយរបស់ខ្មែរបាំយីកេនេះគឺមានប្រភពមកពីចម្ប៉ាហើយបានហូរចូលមកប្រទេសកម្ពុជាយើងដើមសតវត្សទី1នៃគ្រិស្តសករាជបែរជាខ្ទង់ពី600ទៅ802នៃគ្រិស្តសករាជហើយរបាំយីកេនេះគឺមានប្របាទសូរ្យាវរ្ម័នទី2លោកបានទៅឃើញរបាំហ្នឹងនៅចម្ប៉ាហ្នឹងដល់អញ្ចឹងលោកស្រឡាញ់សពតិដល់សពតិហ្នឹងលោកយាងមកកម្ពុជាវិញយករបាំហ្នឹងមកយករបាំហ្នឹងមកដំឡើងនៅប្រទេសកម្ពុជាយើងហ្នឹងហើយបានរបាំហ្នឹងគួរថ្វាយប្របីដាលោកតូតលោកសពតិតែគួរតែរៀបចំរបាំហ្នឹងទុកជារបាំរបស់គេដំណើររបស់ខ្មែររបាំយីកេបានក្លាយពីទម្រង់សិល្បៈរបាំទៅជាទម្រង់សិល្បៈល្ខោនវិញដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈប្រជាប្រិយភាពរបស់ល្ខោនយីកេបានធ្វើឲ្យប្រជាពលរដ្ឋនៅសម័យកាលក្រោយៗមកទៀតហៅក្លាយពីយីកេទៅយូកេទៅវិញហើយបច្ចុប្បន្ននេះល្ខោនយូកេត្រូវបានគេហៅជាផ្លូវការថាល្ខោនយីកេខ្ញុំរៀនដើម្បីយកសញ្ញាបត្រសិល្បៈផងហើយនឹងស្រឡាញ់ការសម្ដែងបើប្រឡងជាប់អញ្ចឹងខ្ញុំចង់ធ្វើជាគ្រូនៅក្នុងសាលាហ្នឹងដើម្បីបង្រៀនបងប្អូនជំនាន់ក្រោយទៅទៀតលក្ខណៈសម្គាល់របស់ល្ខោនយីកេមានដូចជាក្បាច់រាំយ៉ាងទន់ភ្លន់របៀបនៃការច្រៀងជាពិសេសទៅទៀតនោះគឺស្គរសំប៉ែតឬគេអាចហៅម្យ៉ាងទៀតថាស្គរយីកេតែម្ដងសម្រាប់តែល្ខោនយីកេតែម្ដងស្គរនិងទ្រគឺมันអាចចោលដាច់ខាតពីព្រោះជាមេចង្វាក់គឺអ្នកដើមអ្នកពង្រីកនៃសកម្មភាពទាំងមកដើម្បីតាក់ទាញដល់ទស្សនិកជនមួយល្ខោនយីកេមានដើមកំណើតតាំងពីសម័យចិនឡារហូតមកដល់បច្ចុប្បន្នប៉ុន្តែដោយសារប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនសតវត្សមកបានធ្វើឲ្យល្ខោនយីកេស្ទើរតែសាបរលាបចេញពីទឹកដីខ្មែរដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលទើបល្ខោនយីកេអាចរីកដុះដាលឡើងវិញបច្ចុប្បន្នយើងសង្កេតឃើញយុវវ័យមួយចំនួនមិនមានការចាប់អារម្មណ៍លើល្ខោនយីកេនេះទេចុះចំណែកទស្សនិកជនវិញមានការចាប់អារម្មណ៍លើល្ខោនយីកេនេះដែរឬទេបាទខ្ញុំធ្លាប់ស្គាល់ល្ខោនយីកេវាមានលក្ខណៈថាវារាំនឹងវារាំល្អហើយរាំអមនឹងបទចម្រៀងដល់ពីរោះផងហើយវាមានកាយវិការទន់ទួយល្អមួយផងបាននេះខ្ញុំស្គាល់ល្ខោនយីកេព្រោះខ្ញុំស្គាល់ល្ខោនយីកេតាមទូរទស្សន៍ខ្ញុំអត់ធ្លាប់ស្គាល់ល្ខោនយីកេព្រោះខ្ញុំមិនដែលធ្លាប់បានមើលចាស់ខ្ញុំមិនដែលស្គាល់ល្ខោនយីកេទេពីព្រោះអត់ដែលសូវចាក់តាមទូរទស្សន៍ហើយខ្ញុំក៏មិនដែលសូវបានតាមដានដែរខ្ញុំស្គាល់ល្ខោនយីកេដោយសារតាមការចាក់ផ្សាយតាមទូរទស្សន៍ខ្ញុំមានចំណាប់អារម្មណ៍ថាល្ខោនយីកេគឺមានភាពទន់ភ្លន់ហើយនឹងមានសម្ដែងមើលទៅគួរឲ្យចាប់អារម្មណ៍ហៅជុំសុខចិត្តហៅអាព្រៃសំដីគុំទីប្រឆាំងដើម្បីមានសាររីករាយមកពីប្រឆាំងមកពីចុះយើងទៅបានតែចុះកម្មវិធីនេះឧបត្ថម្ភដោយ UNICEF